ចាសូមអរគុណសូមសម្រួលអេរីយ៉ាបត Thank you and please have your seat ក្រុមភ្ញៀវហើយសន្តានពណ៌សមួយឈុតតែម្ដងវិសាខា Matters បាទ Celestino Moresche Rodriguez លីកនៅក្នុងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលជឿជាក់ថាការរួមចំណែកនេះនឹងជួយលើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជាបានរីកចម្រើន Here we go ការប្រកួតចាប់ផ្ដើមហើយបានលេងចេញពីក្រុមម្ចាស់ផ្ទះវិសាខាផាត់ជុងប៊ិនលេងនៅរ៉ាយផាត់ជុងប៊ិនកាត់យកតែម្ដងត្រង់នេះមកហើយ Raymond D'Souza សង្គ្រោះបាន Raymond មួយបាល់ទៀតសង្គ្រោះបានជាថ្មីដោយវិរៈបន្តិចទៀតនឹងមានរូបភាពឡើងវិញមកដល់តែម្ដងការបំផ្លងមកត្រង់នេះ Raymond តែបំបុកដីតែវិរៈតារាសុទ្ធតែត្រង់នេះបាទចំចំហល្អតែមិនហ៊ានចាប់ឲ្យជាប់ទេពិបាកស្មានណាស់បាទតែក៏បាន reflect ទាន់ទាញមួយផុតផាក់ជុងប៊ិនមិនជួជើងឆ្វេងមកទៀតហើយត្រង់នេះតែត្រូវតែដល់គឹមសុខយុទ្ធមិនទាន់តាណាឆ្ងាយបាទសិនកកដាទាញមួយត្រង់នេះ Raymond ទាញចូលស្អាតវិញ Raymond D'Souza នៅតែជាវីរៈតារាសង្គ្រោះបាន4បាល់វិសាលខ្លីៗជាមួយនឹង Gabi ឆ្កឹះឲ្យវិសាលមានឱកាសកាត់ឲ្យត្រង់នេះរុញទៅមុខវិញកាត់ចូលទៅក្នុងមួយជើងនេះរៀបរៀងបានដោយសិនសុផាណាត់ទៅមុខទៀតស៊ីមសុកយុទ្ធឲ្យល្អណាស់វិសាលគៀសមួយវិសាលកាត់ទៅទៀតហើយMorescheទម្លាក់បន្តិច Gabi អូយមិនចំគោលដៅលេងខ្លីៗក្នុងប្រអប់យ៉ាងយល់ចិត្តគ្នាបញ្ជូនគៀសបន្តបន្តិចទាត់យកតែម្ដងតែកោងមិនគ្រប់គ្រាន់ទេសម្រាប់ការ Gabi ទប់បាល់បានយ៉ាងល្អដែលរំខានដោយសិនកកដាបញ្ជូនត្រង់នេះគឺសិនទីតាមួយប៉ះបានល្អណាស់ Gabi មានឱកាសកាត់ហើយ Gabi កាត់ទៅបង្គោលទី2លោកមកតែបាល់ត្រង់នេះមកទូលពីក្រោមបាល់ហើយក៏ឡើងទៅលើនឹងខុសគោលដៅការបញ្ជូនរបស់ Gabi ដែលប្រាប់ជើងឆ្វេងរបស់គេរត់មកប៉ុន្តែរឿងអោនមិនម៉ៃអត់បញ្ជូនឲ្យផាក់ជុងប៊ិនបន្តផាក់ជុងប៊ិនរុញបាល់មួយហើយក៏កាត់ជើងឆ្វេងមក Raymond D'Souza ទៅម្ដងហើយកំហុសរបស់អ្នកចាំទីវិរៈតារាត្រង់នេះចាប់អត់ជាប់ Raymond D'Souza រកបានគ្រាប់បាល់ទី15របស់ខ្លួននៅក្នុងនាទីទី19ជំនួបជាមួយនឹងក្រុមកំពូលតារាងព្រះខ័នរាជស្វារីហើយពេលវេលានៅសល់ច្រើនប្រមាណជា70នាទីទៀតឯណោះយើងមើលរូបភាពឡើងវិញពីការបញ្ជូនវីរៈតារាចាប់បាល់មិនជាប់ Raymond D'Souza រវិសមែនទែនគៀសខ្នងជើងបញ្ចូលទីបានយ៉ាងល្អ1-0ដល់ពេកធ្វើឲ្យកីឡាកររបស់ប្រទេសរាជស្វារីនៅបាន Gabi បញ្ជូនទៅ Moresche គៀសមួយផុតមានកីឡាករមួយរូបដួលនៅក្នុងប្រអប់ហើយក៏លឺសំឡេងកញ្ចែរបស់លោកអញ្ញាកណ្ដាលជួបវិសាលបាល់ពីនៃពេណាល់ទីពីការចេញមកសង្គ្រោះបាល់នឹងប៉ះជើងកីឡាករ Matthias Moresche ការបញ្ជូនទៅនេះ Matthias គៀសផុតបាទត្រង់នេះហើយដែលលោកអញ្ញាកណ្ដាលជួបវិសាលសម្រាប់ផ្ដាល់បាល់ពីនៃពេណាល់ទីគៀសបាល់ផុតហើយមានការប៉ះទង្គិចគ្នាសម្លេងកញ្ចែបាត់លើឡើង1-1មានកំហុសឡើយសម្រាប់ការគាត់ពីនៃពេណាល់ទីមួយជើងនេះពីកីឡាករ Matthias Celestino Moresche Rodriguez សម្រាប់ព្រះខ័នរាជស្វារី1-1នៅនាទីទី23មើលរូបភាពឡើងវិញពីការគាត់បានយ៉ាងល្អអ្នកចាំទីខុសទិសទៅហើយការអបអរសាទររបស់អ្នកគាំទ្រពីខណ្ឌរីស្វារីចែកមិនលើឡើងមិនរតនាបាទជះត្រង់នេះដោយកៅសុកសិលាបាទយើងមើលអូបាទទាត់ឡើងរបូតប្រដាប់ការពារស្មងមួយជើងរបស់រតនាជះដោយកៅសុកសិលាបំផ្លោងមកបង្គោលទី2បាទតែទៅក៏ធ្លាក់មកដល់ជើងរបស់សិនកកដាទាត់យកទៅវិញម្ដងជះជាថ្មីដោយវីរៈតារានេះបាទការជះត្រឡប់ទៅវិញដល់ជាប់ជើងរបស់កកដាវាយកែងត្រង់នេះសំលេងកញ្ចែបញ្ចប់វគ្គទី1ក៏បានបន្លឺឡើងពីលោកអញ្ញាកណ្ដាលជួបវិសាល
បន្តទស្សនាការប្រកួតវគ្គទី2មុនរត់គ្រប់ត្ររ៉េមុនទៅខាងស្ដាំដៃវិញរ៉េមុនអត់ទេផាក់ជុងប៊ីនក៏ខ្លាំងពេកបាទរត់មកដេញតាមមកនៅចំហៀងខាងឆ្វេងវិញផាក់ជុងប៊ីនបញ្ជូនទៅហើយតែត្រង់នេះមិនចំគោលដៅអូយបាទការបញ្ជូនឲ្យបាទកីឡាករលេខ92គឺអាទូសបាទការ៉ាស៊ូសម៉ៃអត់បណ្ដាទៅម៉ៃអត់បន្តទៅមុខទៀតដល់ទាញចូលជើងស្ដាំបញ្ជូនចូលកណ្ដាលគាត់យកទៅដល់រយណាផាក់ជុំប៊ីនទៀតមករយណាលែងទៀតហើយបាទការ៉ាស៊ូសព្យាយាមណាបាទដើម្បីរងចាំបាល់រីបោនពីអ្នកចាំទីតែមិនមានបាល់រីបោនឲ្យបន្ថែមនោះឡើយមួយជើងពេញទំហឹងតែក៏ផ្ដេកខ្លួនចាប់បានយ៉ាងល្អពីអ្នកចាំទីរបស់ប្រធានរាជស្វែងរៀងវីរៈតារាធ្ងន់បាល់នេះតែមិនឆ្ងាយពីហ្វូជីអ៊ីទម្លាក់គ្រីស្ទៀនឆ្កឹះត្រង់នេះ4ផាចាន់4កង4ផាចាន់អត់ទេចំហនេះអត់ទេមានក្របបាល់កាត់ឡើយអូហូមិនដាក់ដងខ្លួនបានយ៉ាងល្អហើយក៏បញ្ជូនបណ្ដោយចលនារបស់មេការ៉ាព្យាយាមកាត់មកការ៉ាបាទពន្យាបន្តិចត្រង់នេះអ្នកចាំទីវីរៈតារាជួយសង្គ្រោះបានហើយក៏បញ្រូបភាពឡើងវិញបាទកាត់មកហើយបាទគាត់ចាំបន្តិចបាទហើយតារាពុកឱកាសទៀតហើយរ៉េមុនមានអ្នកគ្រប់គ្រងមួយរូបហើយក៏បញ្ជូនមកខាងឆ្វេងវិញការ៉ាអាទូសការ៉ាអាទូសទាញចូលឆ្វេងអាទូបង្វិលខ្លួនមួយជុំអាទូសទម្លាក់បន្តិចឲ្យផាក់ជុំប៊ីនរីយ៉ាណាទប់មួយសិនបាទសិនកក្រាទាត់ជើងស្ដាំរំលងរបស់ទីប៉ះបន្តិចក៏មានបាល់ជ្រុងបញ្ជូនដល់អុកសវណ្ណមកត្រង់នេះតែតមួយការ៉ាទប់មួយការ៉ាអូយបាទជាអ្នកសង្គ្រោះសំណាញ់ទីអូដាវ៉ារ៉ាហើយក៏មួយបាល់ទៀតត្រង់នេះធ្លាក់ទៅលើទូសការ៉ាសូកការបញ្ជូនពីជ្រុងដោយអុកសវណ្ណតែតត្រង់នេះធ្លាក់មកវិញការ៉ាព្យាយាមទាត់កោងផុតដៃទៅហើយតែនៅសល់អូដាវ៉ារ៉ាមួយទៀតការទាត់ពីចម្ងាយត្រង់នេះគឺបាទពិតជាមួយនឹងរបស់ត្រង់នេះនៅទៅជាប់ជើងរបស់នូរ៉ាទាត់យកទៅដល់អូនគោលបាត់ទៅហើយនូរ៉ាមិនទាន់ឃើញទាត់ដូចបាល់ទេត្រង់នេះសម្រេចចិត្តទាត់ខ្វះជើងរបស់សារ៉េតគ្រីយ៉ាទៀតផុតអ្នកចាំទីវីរៈតារាបានគ្រប់ងមុខជាជំបាទត្រង់នេះបាទដល់បាល់ហើយនូរ៉ាក៏ទុកមួយទាត់យកតែម្ដងបាល់នេះស្រាលទេបើសិនជាប្រឡែងមិនប៉ះជើងគ្រីយ៉ាក៏មិនបញ្ហាសម្រាប់សំណាញ់ទីដែរក៏ប៉ុន្តែប៉ះជើងរបស់គ្រីយ៉ាប៉ះបញ្ឆិតបន្តិចអ្នកចាំទីបាទប្រះខ្លួនទៅខាងឆ្វេងផុតទៅហើយបាទឲ្យត្រឡប់ទៅវិញទាញមួយបញ្ជូនចូលមកតែតមួយអូយហើយយើងមើលការបញ្ជូនទៅនេះរបស់ប៊ុនផាចាន់នេះបើតែធ្លាក់បន្តិចវានឹងអាចជះសង្គ្រោះបានបើមានគ្រីយ៉ាមួយរូបទៀតនៅត្រង់នោះបើយើងមើលផ្លង់ពីខាងនេះម្ដងបាទយ៉ាងណាណែសិលាសល់ដៃមួយចំហៀងជះស្រាលប៊ុនផាចាន់ឲ្យទៅគ្រីយ៉ាមានឱកាសកាត់ទៅហើយត្រង់នេះបើយើងមើលកាត់ទៅសង្គ្រោះបានដោយអ្នកចាំទីកែធ្លាក់ចុះឡើងទាត់ផ្ដាច់ឡើងទៅលើសំឡេងចិញ្ចែបន្លឺឡើងព្រះខ័នរាជស្វែងរៀងរងបរាជ័យក្រោមធ្វើជើងវិសាខា2-1